យើងដាក់លិខិតតវ៉ាគេផ្ញើមកវិញកូពីលិខិតរបស់យើងគ្រាន់តែថាប្រើពាក្យយើងជាអ្នករំលោភទៅជាចិត្តហោះចូលមកដល់ក្នុងលោកហ៊ុនម៉ាណែតថាកម្ពុជាបាញ់ទម្លាក់ drone របស់ថៃដោយសារថៃមិនស្ដាប់ការតវ៉ាតាមលិខិតលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបានថ្លែងនៅថ្ងៃទី23ខែមិថុនានេះថាកម្ពុជាបានបាញ់ទម្លាក់ drone ស៊ើបការរបស់ភាគីថៃធ្លាក់អស់មួយចំនួនដោយសារតែហក់រំលោភលើដែនអធិបតេយ្យភាពរបស់កម្ពុជានៅក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជាដែលធ្វើឡើងនៅខេត្តសៀមរាបនាថ្ងៃច័ន្ទនេះប្រមុខរដ្ឋាភិបាលកម្ពុជាបានអះអាងថាការដែលកម្ពុជាសម្រេចចិត្តបាញ់ទម្លាក់ drone របស់ភាគីថៃគឺដោយសារតែថៃមិនទទួលស្គាល់ទង្វើរបស់ខ្លួននៅពេលដែលកម្ពុជាដាក់លិខិតតវ៉ាទៅថៃករណីបង្ហោះ drone នាពេលកន្លងមកក្រៅពីករណីបាញ់ទម្លាក់ drone ដែលហក់រំលោភចូលទឹកដីកម្ពុជាលោកហ៊ុនម៉ាណែតបានអះអាងថាកាលពីប៉ុន្មានថ្ងៃមុននេះទាហានកម្ពុជាក៏ប្រទះឃើញកំភ្លើងយន្តមួយដើមរបស់ទាហានថៃដែលទម្លាក់ចោលនៅពេលទាហានកម្ពុជាដេញឲ្យដកទ័ពថយទៅវិញបើតាមប្រមុខរដ្ឋាភិបាលកម្ពុជាកំភ្លើងមួយដើមនោះត្រូវបានទាហានកម្ពុជារើយកមករក្សាទុកនិងឲ្យភាគីថៃឲ្យមកទទួលយកទៅវិញ